រឿងគំនុំសង្សារចាស់រវាងភ្លើងនិងជីវ៉ាគេរៀននៅអនុវិទ្យាល័យមួយណានិយាយទៅគឺជីវ៉ារៀនថ្នាក់ទី7ជីវ៉ាមានអាយុ17ឆ្នាំចំណែកភ្លើងរៀននៅថ្នាក់ទី9មានអាយុ20ឆ្នាំពួកគេទាំងពីរស្រឡាញ់គ្នាតាំងពីនៅបឋមម្លេះនិយាយទៅស្រឡាញ់គ្នាតាំងពីតូចណាប៉ុន្តែឋានៈពួកគេហ្នឹងគឺសិតតែអន់ទាំងពីរអញ្ចឹងណាលក្ខណៈថាជីវ៉ាហ្នឹងគឺឋានៈគ្រាន់បើជាងភ្លើងបន្តិចព្រោះដោយសារតែភ្លើងនឹងជាកូនកំព្រាហើយរស់នៅជាក្មេងវត្តណារាល់ថ្ងៃនឹងភ្លើងរៀនបានពីថ្នាក់ទី1រហូតដល់ថ្នាក់ទី9ហ្នឹងគឺដោយសារបានលោកតាមើលថែហើយក៏ឲ្យលុយមករៀនតែដោយសារមួយរយៈហ្នឹងគឺលោកតាហ្នឹងគឺគាត់បានអាពាតណាហើយក៏មិនអាចបានឲ្យលុយឲ្យកាក់ភ្លើងមករៀនបានទៀតទេហើយចំណែកភ្លើងមកយើងណាក៏សម្រាប់ចិត្តថានឹងសុំលោកតាឈប់ប៉ុន្តែលោកតាបាននិយាយថាតស៊ូរៀនមួយឆ្នាំទៀតទៅប៉ុន្តែភ្លើងគេក៏មិនអាចរៀនបានទៀតទេដោយសារអីដោយសារតែអត់មានអ្នកមើលថែលោកតាហើយពេលนั้นភ្លើងនោះក៏បានឈប់រៀនណាដើម្បីទៅមើលថែលោកតានៅវត្តហើយចំណែកជីវ៉ានោះក៏នៅបន្តរៀនមួយឆ្នាំទៀតហើយគេកន្លងដល់ថ្នាក់ទី8ណាដែលមានអាយុ18ឆ្នាំហ្នឹងដែរចំណែកភ្លើងនោះក៏មានអាយុ21ឆ្នាំទៅហើយលោកបានមួយឆ្នាំហ្នឹងគឺលោកតាហ្នឹងគឺបានសគត់ណាហើយភ្លើងហ្នឹងគឺយំសោកស្ដាយពិបាកចិត្តយ៉ាងខ្លាំងដោយគ្មានអ្នកណាល្អជាមួយគេដូចលោកតាទេលោកតាព្រៀបដូចឪពុកអញ្ចឹងណាហើយភ្លើងកំពុងតែពិបាកចិត្តរឿងលោកតាផងហ្នឹងគឺខាងជីវ៉ានេះប៉ាម៉ាក់ពុកម៉ែរបស់ជីវ៉ាហ្នឹងក៏បានលើកជីវ៉ាហ្នឹងឲ្យរៀបការជាមួយនឹងតាចាស់ម្នាក់ដែលតាចាស់ហ្នឹងគឺប៉ាម៉ាក់របស់ពុកម៉ែរបស់ជីវ៉ាហ្នឹងក៏បានអាងថាលោកតាហ្នឹងគឺមានបុណ្យគុណជាមួយនឹងគ្រួសារយើងណាដោយសារតែយើងហ្នឹងគឺជំពាក់លុយគាត់ច្រើនមែនទែនហើយគាត់នេះគឺអត់យកលុយទេគាត់តែថាឲ្យកូនស្រីនឹងរៀបការជាមួយគាត់ទៅទ្រាំនឹងគាត់ស្លាប់ព្រោះឲ្យគាត់នឹងគឺជរាទៅហើយវ័យរបស់គាត់នឹងគឺ75ឆ្នាំទៅហើយដោយគាត់នឹងគឺมันអាចរស់បានយូរអញ្ចឹងណាហើយគាត់នឹងត្រូវការអ្នកមើលថែហើយពេលហ្នឹងដែរនឹងជីវ៉ាបានគិតថាមើលថែប្រហែលជាយកទៅនឹងគេជាមួយណែនេះដូចជាកណ្ដាលថាគូស្នេហ៍ប្រប្រពន្ធទូទៅតែជីវ៉ាហ្នឹងគឺប្រកែកមែនទែនយំមកឲ្យផងប៉ុន្តែប៉ាម៉ាក់របស់ជីវ៉ាហ្នឹងគឺអត់ព្រមទេដឹងថាឲ្យរៀបការទាល់តែបានហើយជីវ៉ាហ្នឹងគឺប្រកែកប៉ាម៉ាក់ពុកម៉ែអត់ឈ្នះណាដល់ពេលនេះទៅក៏សម្រេចចិត្តថារៀបការទៅហើយភ្លើងណាពេលដឹងដំណឹងថាជីវ៉ានឹងរៀបការជាមួយនឹងតាចាស់សេដ្ឋីម្នាក់ណាភ្លើងគេក៏បានខឹងមែនទែនខឹងដល់ថ្នាក់ថាតូចចិត្តនឹងវាសនាខ្លួនឯងហើយកំពុងពិបាកចិត្តរឿងលោកតាសុគតហើយសង្សារហ្នឹងគឺរៀបការជាមួយមនុស្សចាស់ទៀតរៀបការជាមួយក្មេងៗសេរីមុំកន្លោះទៅដូចជាមិនសូវពិបាកចិត្តប្រហែលទេព្រោះគិតថាយ៉ាងណាក៏គេរើសយកឋានៈអីអញ្ចឹងណាប៉ុន្តែនេះដោយសារតែខាងជីវ៉ាហ្នឹងត្រូវរៀបការជាមួយនឹងតាចាស់ហ្នឹងគឺភ្លើងហ្នឹងគឺមានការអន់ចិត្តឲ្យខឹងមែនទែនដោយសារមើលទៅតែខ្វះប្រុសមិនមែនបានទៅរៀបការជាមួយមនុស្សចាស់អញ្ចឹងណាហើយពេលនឹងដែរហ្នឹងជីវ៉ាហ្នឹងក៏ត្រូវបានរៀបការហើយក៏ទៅនៅខាងប្តីដែលជាមនុស្សចាស់ជរា75ឆ្នាំហ្នឹងទៅហើយចំណែកភ្លើងណាគឺពិបាកចិត្តយ៉ាងខ្លាំងណាពេលដែលរៀបចំតកល់សពលោកតាហើយហ្នឹងគឺមានខាងអ្នកស្គាល់ចិត្តស្និទ្ធលោកតានៅខាងទីក្រុងហ្នឹងក៏បានមកចូលរួមបន់សពដែរហើយក៏បានដឹងដំណឹងថាលោកតាហ្នឹងគឺបានផ្ញើសម្បត្តិមួយហើយពេលនេះដែរហ្នឹងអ្នកដែលស្គាល់ចិត្តស្និទ្ធជាមួយលោកតាហ្នឹងគាត់ក៏បានអានសម្បត្តិហ្នឹងហើយលោកតាក៏បានទៅសេប្រាប់ថាសូមផ្ញើភ្លើងជាមួយផងព្រោះឲ្យគាត់នឹងដឹងខ្លួនឯងថាបជនហ្នឹងគឺមិនអាចតទៅមុខបានទៀតទេហើយពេលនឹងដែរណាអ្នកដែលអានសម្បត្តិហ្នឹងគឺឈ្មោះថាលោក Kevin ហ្នឹងគឺមានអាយុហ្នឹងដូចជាចូល47 ឆ្នាំជិត50ហើយលោក Kevin ហ្នឹងគាត់ហ្នឹងក៏បានអានសម្បត្តិនឹងហើយហ្នឹងគាត់ក៏បានយល់អារម្មណ៍លោកតាច្បាស់ដោយលោកតាហ្នឹងគឺបានបារម្ភពីភ្លើងពេលខ្លាចភ្លើងហ្នឹងក៏មិនបានរៀនមិនបានសូត្រអីអញ្ចឹងទៅហើយលោកតាហ្នឹងក៏មិនបានសុំអីច្រើនដែរសុំឲ្យថាឲ្យភ្លើងហ្នឹងរកការងារឲ្យភ្លើងផងដើម្បីឲ្យគេហ្នឹងគឺបានរៀនតហើយសុំជួយប្រាប់គេផងថាឲ្យខំប្រឹងរៀនព្រោះលោកតាគឺសុំតែប៉ុណ្្នឹងឯងហើយពេលដែលភ្លើងឃើញសម្បត្តិដែលលោកតាទុកឲ្យណាលោក Kevin ហ្នឹងក៏បាន
ហុចឲ្យភ្លើងអាណាភ្លើងនោះក៏បានហូរទឹកភ្នែកតក់តែម្ដងដោយសារតែលោកតាទោះបីជាស្លាប់ហើយណាគឺនៅតែបារម្ភពីគេដែរហើយភ្លើងក៏សម្រេចចិត្តទៅតាមលោក Kevin នៅឯទីក្រុងទៅហើយលោក Kevin នោះក៏បានឲ្យភ្លើងហ្នឹងគឺធ្វើការងារបែបងាយគឺរៀបចំឯកសារឲ្យគាត់ហើយគាត់ហ្នឹងក៏បានឲ្យលុយហ្នឹងដើម្បីទៅរៀនហើយភ្លើងហ្នឹងក៏បានជួយធ្វើការងារផ្ទះការងារសពគ្រប់បែបយ៉ាងក្នុងផ្ទះលោក Kevin ហើយក៏ទំនេរក៏ជួយរៀបឯកសារបន្តទៀតព្រោះលោក Kevin ធ្វើការតាក់ទងទៅនឹងប្រភេទគណនេយ្យហើយពេលនឹងដែរណាគឺខាងភ្លើងហ្នឹងគឺនៅជាមួយលោក Kevin ហ្នឹងគឺភ្លេចបើកហ្នឹងគឺរៀនចប់បាត់ទៅហើយដល់ថ្នាក់ទី12ចប់ហើយប្រឡងជាប់និទេស A ដូចគ្នាហើយលោក Kevin ហ្នឹងគឺមានការឆ្នៃសរសើរមែនទែនដោយសារតែក្មេងម្នាក់នេះគឺរៀនឆ្លាតខ្លាំងណាស់ហើយលោក Kevin ហ្នឹងក៏បានមានបំណងថានឹងឲ្យភ្លើងហ្នឹងគឺរៀននៅសាកលបន្តទៀតដោយភ្លើងក៏បាននិយាយថាលោកពូអស់លុយឲ្យខ្ញុំរៀនហ្នឹងគឺច្រើនទៅហើយខ្ញុំមិនចង់ហ៊ានរំខានលោកពូទៀតទេបើសិនជាឲ្យខ្ញុំរៀនខ្ញុំខ្លាចថាអស់លុយចេះតែច្រើនលោកពូជាអ្នកចំណាយផងហើយពេលហ្នឹងដែរ Kevin បាននិយាយថាមិនអីទេខ្ញុំក៏មានគ្រួសារដែរព្រោះអីខ្ញុំធ្លាប់មានបញ្ហាជីវិតគ្រួសារអញ្ចឹងហើយខ្ញុំអត់ចង់យកគ្រួសារទៀតទេអញ្ចឹងខ្ញុំចាត់ទុកថាភ្លើងឯងជាកូនរបស់ខ្ញុំក៏ទៅហើយទៅចោះតែខ្ញុំតែភ្លើងឯងហ្នឹងគឺមិនទៅណាចោលខ្ញុំណានៅបានជាគ្នានៅហ្នឹងហើយពេលហ្នឹងដែរណាភ្លើងក៏បាននិយាយថាបាទលោកពូបើសិនជាលោកពូមានចិត្តសន្តោសប្រណីអញ្ចឹងគឺខ្ញុំក៏អរគុណលោកពូហើយខ្ញុំមិនភ្លេចគុណលោកពូឡើយហើយខ្ញុំក៏មិនអាចទៅណាចោលលោកពូដែរព្រោះលោកពូជាអ្នកឲ្យលុយខ្ញុំរៀនបន្តពីលោកហើយពេលហ្នឹងដែរហ្នឹងភ្លើងណាគេក៏បាននិយាយថាអញ្ចឹងលោកពូឲ្យខ្ញុំរៀននៅសាកលវិទ្យាល័យនៅនឹងមែនទេហើយពេលហ្នឹងដែរ Kevin បាននិយាយថាអត់ទេគឺភ្លើងនោះត្រូវទៅរៀននៅប្រទេសក្រៅអត់ឲ្យរៀននៅនឹងទេព្រោះអី Kevin ហ្នឹងគេបានស្គាល់ហើយក៏មានសាច់ញាតិនៅខាងប្រទេសក្រៅដូចគ្នាក៏បានបញ្ជូនភ្លើងហ្នឹងគឺទៅរៀនហើយថ្មិចបើកហ្នឹងគឺរយៈពេល5ឆ្នាំហ្នឹងគឺភ្លើងបានរៀនចប់ហើយពីប្រទេសក្រៅក៏បានត្រឡប់មកវិញហើយភ្លើងហ្នឹងក៏មានអាយុ26ឆ្នាំណាដែលត្រឡប់មកវិញហ្នឹងគឺខ្លាយទៅជាមនុស្សប្រុសដែលពេញកំឡោះពេញតួតែម្ដងនិយាយទៅគឺសុខភាពរឹងមាំហើយគេក៏បានហាត់ប្រាណជាប្រចាំសាច់ដុំឡើងម៉ាត់តែម្ដងហើយមានធំដបងខ្ពស់ហ្នឹងណានិយាយទៅគឺសង្ហាមែនទែនភ្លើងណា Kevin ណាពេលដែលឃើញអញ្ចឹងណាគេអាយុ50ឆ្នាំជាងហើយពេលដែលឃើញភ្លើងពេញរូបពេញរាងអញ្ចឹងសង្ហាអញ្ចឹងគេក៏សប្បាយចិត្តដែរគេក៏មានអារម្មណ៍មួយថាមិនខំបំណងឡើយដែលបានចំណាយលុយហ្នឹងគឺឲ្យភ្លើងរៀនណាហើយភ្លើងហ្នឹងក៏មកវិញក៏បានក្រាបសាពះបាតជើងរបស់លោក Kevin ហើយក៏បានហៅលោក Kevin ថាជាលោកប៉ាហើយ Kevin ណាសប្បាយចិត្តមែនទែនហើយមិនយូរប៉ុន្មានហ្នឹង Kevin ហ្នឹងក៏បានបាត់បង់ជីវិតទៅព្រោះ Kevin ហ្នឹងគឺមានរោគមៈរេងប៉ុន្តែគេអត់ព្យាបាលទេដោយសារតែគេទុកលុយដែរសម្រាប់ព្យាបាលហ្នឹងគឺបញ្ជូនឲ្យភ្លើងរៀនហើយក៏បានទុកក្រុមហ៊ុនតូចមួយឲ្យភ្លើងហ្នឹងគ្រប់គ្រងណាភ្លើងពេលដែលដឹងពីជំងឺរបស់ Kevin ហើយ Kevin បានស្លាប់ចោលទៀតណាគេសោកស្ដាយហើយយំមែនទែនគេក៏បាននិយាយថាហេតុអីអ្នកដែលជុំវិញគេអ្នកដែលជួយគេហ្នឹងគឺសិតទៅចោលគេអស់អញ្ចឹងសូម្បីតែលោកតាឲ្យលុយរៀនណាប៉ុន្តែលោកតាក៏ត្រូវស្លាប់ចោលទៅទៀតហើយចំណែកលោក Kevin ហ្នឹងគឺជួយរៀនបានចប់ហើយបែរជាស្លាប់ទៅវិញហើយអត់ព្រមព្យាបាលខ្លួនណាហើយភ្លើងក៏រត់តែពិបាកចិត្តយ៉ាងខ្លាំងដោយមនុស្ស2នាក់ដែលបានជួយខ្លួនហ្នឹងគឺឲ្យបានរៀនចប់សពគ្រប់ហ្នឹងគឺបែរជាស្លាប់អស់រលីងណាហើយបែរទៅសង្សារដែលឆ្លាញ់គ្នាតាំងពីតូចហ្នឹងក៏រៀបការជាមួយនឹងតាចាស់ទៀតអញ្ចឹងហើយហ្នឹងគឺភ្លើងហ្នឹងគឺមានអារម្មណ៍មួយថាខ្លួនគេហ្នឹងក៏ដោយកដៃមែនទែនអ្នកដែលបានចូលមកក្នុងជីវិតគេចុងក្រោយហ្នឹងគឺបានទៅចោលគេអស់លីងហើយភ្លើងហ្នឹងគឺខ្លាយទៅជាមនុស្សមើងម៉ាត់ម៉ត់ចត់ហើយរាងកាចអីអញ្ចឹងណាដោយសារតែមានវិបត្តិផ្លូវចិត្តច្រើនហើយបាត់បង់មនុស្សជាទីស្រឡាញ់ដល់ទៅ3នាក់អីអញ្ចឹងណាហើយភ្លើងនោះក៏បានចូលទៅគ្រប់គ្រងក្រុមហ៊ុនរបស់ Kevin ដែលតូចហ្នឹងណាហើយគេក៏បានគ្រប់គ្រងក្រុមហ៊ុនរយៈពេល2ឆ្នាំកន្លងផុតទៅហ្នឹងគឺអាយុរបស់ភ្លើងហ្នឹងគឺចូលអាយុ27 28ហើយក្រុមហ៊ុនរបស់ Kevin ដែលតូចហ្នឹងណាធ្លាប់តែតូចហ្នឹងក៏ត្រូវបានភ្លើងនោះគ្រប់គ្រងយកបទពិសោធន៍ពីប្រទេសក្រៅមកគ្រប់គ្រងហ្នឹងគឺ2ឆ្នាំសោះគឺរីកដុះដាលបានធំមែនទែនហើយក៏បានបង្កើតសាខាច្រើនខេត្តនៅច្រើនកន្លែងតាមខេត្តដូចគ្នាហើយភ្លើងហ្នឹងក៏បានក្លាយទៅជាលោកប្រធានធំណាដែលមានអាយុទើបនឹង28 29ណាលុះមួយឆ្នាំទៀតក្រោយមកហ្នឹងគឺមានអាយុ30ល្មមហើយបែរទៅខាង
ជីវ៉ាវិញណាជីវ៉ាមានអាយុប្រហែលជា26ឬ27ណាហើយចៃដន្យនេះជីវិតជីវ៉ាហ្នឹងគឺត្រូវបានហើបមួយរយៈហើយដោយសារតែបានរៀបការជាមួយនឹងប្តីចាស់ហើយប្តីចាស់ហ្នឹងក៏រៀបការជាមួយជីវ៉ាទៅក៏គាត់មិនដែលបានធ្វើអីដេកនៅជាមួយជីវ៉ាដូចគ្នាគាត់គ្រាន់តែឲ្យជីវ៉ាហ្នឹងគឺជួយមើលថែបញ្ច្រកថ្នាំបញ្ច្រកបាយហើយនឹងមើលថែបបរបាយទឹកខោអាវកន្លែងដេកកន្លែងអីរបស់គាត់ទេគាត់មិនដែលបានប៉ះពាល់ខ្លួនប្រាណជីវ៉ាឡើយហើយជីវ៉ាហ្នឹងក៏សប្បាយចិត្តយ៉ាងខ្លាំងដោយលោកតាហ្នឹងគាត់មិនបានប៉ះពាល់ខ្លួនប្រាណរបស់នាងណានាងក៏បានមើលថែលោកតារហូតដល់ថ្ងៃទីបញ្ចប់ហ្នឹងគឺលោកតាបានស្លាប់ពេលដែលលោកតាស្លាប់ហ្នឹងគឺពុភរិយាដើមរបស់លោកតាហើយនឹងកូនរបស់លោកតាហ្នឹងគឺបានមកពីខាងប្រទេសក្រៅហ្នឹងណាដើម្បីទាមទារមរតកវិញទាំងអស់ហើយជីវ៉ាពេលដែលឃើញភរិយាចាស់របស់លោកតាហ្នឹងមកទាមទារមរតករួមទាំងកូនហ្នឹងជីវ៉ាហ្នឹងក៏បានចុះចេញតែខ្លួនដោយបានធ្វើបុណ្យសពលោកតារួចរាល់អស់ហើយហ្នឹងជីវ៉ាក៏បានចុះចេញមកតែខ្លួនណាមិនបានយកទ្រព្យសម្បត្តិអីមកទៀតទេព្រោះកាលដែលលោកតាឲ្យវារៀបការថ្មីហ្នឹងក៏ច្រើនគួរសមដែររួមទាំងបណ្ដាការណាអាចឲ្យប្អូននាងរៀនបានអាចឲ្យប៉ាម៉ាក់របស់នាងហ្នឹងគឺរស់នៅបានបែបសមរម្យដោយមិនចាំបាច់លហេមលហាមកអញ្ចឹងណាហើយពេលនឹងដែរហ្នឹងគឺជីវ៉ាហ្នឹងក៏បានចេញមកនៅផ្ទះធម្មតាហើយដល់ពេលហ្នឹងទៅគឺម៉ាក់របស់នាងហ្នឹងក៏បាននិយាយថាកូនមានគិតរកគូសកលអីទៀតអញ្ចឹងណាហើយជីវ៉ានិយាយថាកូនអត់គិតទេអ្នកម៉ាក់គិតទៅកូនចង់នៅម្នាក់ឯងក៏សុបាយមួយយ៉ាងដែរមិនកុំឲ្យវារញ៉េរញ៉ៃតែកូនចង់ទៅរកការងារធ្វើណាហើយពេលហ្នឹងដែរហ្នឹងគឺម៉ាក់របស់ជីវ៉ាហ្នឹងក៏បាននិយាយថាអូខេចឹងកូនឯងទៅរកការងារធ្វើទៅបើសិនជាខ្លួនឯងគិតថាធ្វើអីសុបាយចិត្តក៏ធ្វើចុះកូនហើយពេលហ្នឹងដែរណាគឺខាងជីវ៉ានេះក៏បានទៅដាក់ពាក្យនៅក្រុមហ៊ុនមួយណាហើយក៏បានទៅដល់ដាក់ពាក្យហ្នឹងក៏មិនបានដឹងដែរថាក្រុមហ៊ុនហ្នឹងជាក្រុមហ៊ុនរបស់តួប្រុសពេលដែលទៅដាក់ពាក្យហ្នឹងគឺមិនបានស៊ើបសួរប្រវត្តិអីវែងឆ្ងាយដូចគ្នាហើយចំណែកឯតួប្រុសហ្នឹងក៏បានរៀបចំទទួលបុគ្គលិកទូទៅអញ្ចឹងណាដែលគេហ្នឹងគឺត្រូវការបុគ្គលិកច្រើនដើម្បីគ្រប់គ្រងនៅធ្វើការនៅខាងក្រុមហ៊ុនថ្មីហើយពេលដែលលេខារបស់គេហ្នឹងគឺទទួលពាក្យបានចំនួនប្រហែលជា10 20 30នាក់ហ្នឹងក៏បានផ្ញើឯកសារឲ្យទៅខាងភ្លើងណាដើម្បីភ្លើងហ្នឹងគឺបានផលិតឯកសារដោយខ្លួនឯងផ្ទាល់ពេលដែលភ្លើងផលិតឯកសារចុះឡើងហ្នឹងភ្លើងគេក៏បានឃើញថាជីវ៉ាដែលអតីតសង្សារចាស់ហ្នឹងគឺមកដាក់ពាក្យដូចគ្នាដែរហើយភ្លើងហ្នឹងក៏បានខលប្រាប់លេខាណាថាឲ្យជួយខលហៅបុគ្គលិកម្នាក់នឹងបញ្ញាប់ឲ្យគេមកធ្វើលេខាអញ្ចឹងណាលេខាផ្ទាល់ខ្លួនរបស់ខ្ញុំហើយលេខារបស់ភ្លើងនោះក៏បាននិយាយថាចាំខ្ញុំនេះគឺខលហៅប្អូនជាបញ្ញាប់ប្រហែលជាថ្ងៃស្អែកហើយពេលដែរនោះភ្លើងក៏បាននិយាយថាអូខេលុះស្អែកឡើងហ្នឹងគឺគេខលហៅជីវ៉ាពិតមែនហើយជីវ៉ាហ្នឹងក៏មិនបានដឹងខ្លួននឹងអីដែរដឹងថាគេខលហៅលឿនហ្នឹងក៏សប្បាយចិត្តយ៉ាងខ្លាំងពេលដែលជីវ៉ាមកដល់ក្រុមហ៊ុនហ្នឹងលេខាក៏បាននឹមទៅដល់បន្ទប់ប្រធានហើយប្រធានហ្នឹងប្រធានភ្លើងរបស់យើងណាគេក៏បានអង្គុយបែរខ្នងដាក់ទៅគេមិនបានអង្គុយបែរមុខមកទ្វារទេហើយពេលនឹងដែរហ្នឹងគឺជីវ៉ាហ្នឹងក៏បានចូលទៅដល់ធ្វើការគោរពហើយក៏បានជម្រាបសួរលោកប្រធាននេះខ្ញុំឈ្មោះជីវ៉ាហើយពេលនឹងដែរហ្នឹងគឺប្រធានភ្លើងរបស់យើងណាក៏បាននិយាយបែរខ្នងណាថាអូខេអញ្ចឹងជួយអ្នកនាងអង្គុយហើយពេលដែលភ្លើងហ្នឹងក៏បានបែរមុខមកយឺតទេណាបែរមុខមករកជីវ៉ាហើយពេលដែលបែរមុខមកហ្នឹងគឺជីវ៉ាហ្នឹងគឺភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះជីវ៉ាគេចាំបានច្បាស់ណាស់ព្រោះជាភ្លើងដែលគេហ្នឹងធ្លាប់ឆ្លាញ់គ្នានៅតាំងពីសម័យបឋមរហូតដល់អនុវិទ្យាល័យរហូតដល់ឡងមករាប់ឆ្នាំហើយហ្នឹងក៏នៅតែមិនអាចបំភ្លេចបាននៅតែឆ្លាញ់អញ្ចឹងណាហើយចំណែកភ្លើងហ្នឹងក៏ចាំជីវ៉ាបានច្បាស់ដូចគ្នាគេហ្នឹងក៏បាននិយាយថាសួស្តីនាងជីវ៉ាសុខសប្បាយទេហើយពេលនេះដែរនេះជីវ៉ាហ្នឹងក៏លេបទឹកមាត់មិនចង់ចូលដែរដោយសារតែមាត់ហ្នឹងគឺរឹងអស់ហើយដោយសារតែសម្ដីរបស់ប្រធានភ្លើងគាត់និយាយមកហ្នឹងគឺលក្ខណៈថាស្ដាប់ហើយព្រឺក្បាលអីអញ្ចឹងណាហើយជីវ៉ាក៏បាននិយាយថាចាជំរាបសួរលោកប្រធានភ្លើងហើយពេលនឹងដែរហ្នឹងពួកគេទាំងពីរក៏សម្លឹងមុខគ្នាមួយសន្ទុះណាហើយភ្លើងហ្នឹងក៏បាននិយាយថាហេតុអីបានអ្នកនាងមកត្រូវដាក់ពាក្យធ្វើការអញ្ចឹងប្តីចាស់របស់អ្នកនាងលេងឲ្យលុយចាយហើយមែនហ
ហើយពេលនឹងណាហ្នឹងជីវ៉ាហ្នឹងក៏បានមានការខឹងយ៉ាងខ្លាំងដល់ឃើញភ្លើងហ្នឹងក៏បានមើលងាយគេទៅដល់លោកតាចាស់ដែលនាងរៀបការជាមួយណាហើយជីវ៉ាក៏បាននិយាយថាសំទោសណាលោកភ្លើងខ្ញុំសូមលាឈប់ចាប់ពីឥឡូវហ្នឹងព្រោះអីចង់និយាយថាខ្ញុំអត់ចូលចិត្តអ្នកមើលងាយគេដែលមិនទាន់បាននិយាយអីហើយខ្ញុំក៏សូមលាឈប់ខ្ញុំមកបើខ្ញុំដឹងថាក្រុមហ៊ុនហ្នឹងលោកជាប្រធានក្រុមហ៊ុនណាខ្ញុំសូមមិនមកដាក់ពាក្យល្អជាងសុំទោសណាដែលមករំខានហើយពេលនេះភ្លើងបាននិយាយថាក្រុមហ៊ុនរបស់ខ្ញុំនាងបានឯកសារបានអានឯកសារនៅបើសិនជាបុគ្គលិកដាក់ពាក្យហើយមិនទាន់បានធ្វើការរយៈពេល3ខែអញ្ចឹងនឹងមានការផាកពិន័យចំនួន$500ហើយពេលហ្នឹងដែរហ្នឹងគឺតួស្រីខឹងមែនទែនខឹងតួប្រុសណាក៏ពិតនឹងតួប្រុសចេះនិយាយទេក៏ពិតនឹងវាក្តែមានក្រុមហ៊ុនណាដាក់ពាក្យឲ្យឈប់ត្រូវបង់លុយអីទេពិន័យអីទេប៉ុន្តែតួប្រុសរបស់យើងនឹងចេះតែរត់ដឹកនិយាយចាញ់ណាហើយតួស្រីនឹងខឹងក្រាបដៃឡើងណែនហើយក៏បាននិយាយថាក្រុមហ៊ុនលោកនឹងវាខុសគេក្រុមហ៊ុនខុសច្បាប់ទេដឹងបានជាបង្កើតច្បាប់មួយឈួតហើយពេលហ្នឹងដែរហ្នឹងតួប្រុសនិយាយថានិយាយអីឲ្យចេះគិតផងណានាងខ្ញុំមានសិទ្ធិប្តឹងបានគ្រប់ពេលវេលាភ្លេចពីរឿងថានាងបានប្តីចាស់អញ្ចឹងមានលុយច្រើនមែនទេនាងមិនទាន់តបសំណួរខ្ញុំទេហើយពេលហ្នឹងដែរហ្នឹងតួស្រីក៏អត់តបដែរហើយក៏ខឹងតួប្រុសណាអត់និយាយទេក៏បានបែរមុខចេញហើយមួយតួទៀតតួប្រុសក៏បានខកហៅលេខាឲ្យណែនាំតួស្រីណាកន្លែងធ្វើការតាណាហើយការធ្វើការរបៀបម៉េចអញ្ចឹងទៅហើយលេខាហ្នឹងក៏បាននាំតួស្រីទៅអង្គុយតុមុខបន្ទប់របស់តួប្រុសណាដើម្បីអង្គុយចាំធ្វើជាលេខារបស់តួប្រុសហើយនឹងជួយសម្រួលការងាររបស់តួប្រុសថាតើប្រជុំម៉ោងម៉ានរហូតថ្ងៃណាតាកតងអតិថិជនណាខ្លះអញ្ចឹងណាហើយពេលនឹងដែរនឹងតួស្រីក៏បខំចិត្តធ្វើការទៅគ្រប់3ខែដើម្បីនឹងឈប់ហើយតួប្រុសណាគឺពេលដែលឃើញអញ្ចឹងគឺមានអារម្មណ៍ថាចង់រោរឿងចង់ញែកញក់ដាក់តួស្រីណានិយាយទៅគឺចង់រោរឿងបសាយប្រសាទដាក់តួស្រីហើយតួស្រីនឹងក្បាលវិលមុខហ្មងហើយតួស្រីធុញតួប្រុសមែនទែនគាត់ថាខ្លួនឯងជាខ្លាយទៅជាប្រធានហើយក៏ចង់ធ្វើអីក៏បានអញ្ចឹងណាហើយតួប្រុសហ្នឹងក៏បានចេះតែនាំតួស្រីនឹងទៅជួបអតិថិជនឆ្ងាយតាមខេត្តអីរហូតអញ្ចឹងទៅលុះពេលទៅដល់ហ្នឹងណាតួស្រីនឹងក៏បានមានអារម្មណ៍មួយថាធុញទ្រាំនឹងការងារហ្នឹងហើយព្រោះឲ្យដើរឆ្ងាយរហូតអីចឹងណាហើយតួស្រីនឹងមិនសូវចូលចិត្តដើរឆ្ងាយទេហើយជាពិសេសហ្នឹងគឺតួប្រុសនាំតួស្រីហ្នឹងក៏ទៅជួបអតិថិជនហ្នឹងគឺដឹងអាកេងរហូតគេងតាមស្ថានភាពរាល់ដងអញ្ចឹងណានិយាយទៅមួយខែទៅ4-5ដងក៏ត្រូវគេងរហូតអត់អាចទោះបីជាសល់ពេលមកក្រុមហ៊ុនវិញហ្នឹងគឺតួប្រុសអត់ឲ្យមកដាច់ខាតហើយពេលហ្នឹងណាតួប្រុសហ្នឹងក៏មានក្តីសុខយ៉ាងខ្លាំងពេលដែលបានរករឿងតួស្រីរហូតហើយតួស្រីណាគឺមកកញ្ញើរាល់ថ្ងៃហ្មងដោយសារមិនដឹងនិយាយថាម៉េចទេតួប្រុសរករឿងរហូតអញ្ចឹងអស់ពាក្យនិយាយហើយតួប្រុសណានិយាយត្រង់តួប្រុសណាគាត់នៅស្រឡាញ់តួស្រីអញ្ចឹងប៉ុន្តែគ្រាន់ថាគាត់ហ្នឹងគឺធ្លាប់តួស្រីហ្នឹងគឺទៅរៀបការចោលដោយមិនបានប្រាប់ដំណឹងប្រាប់អីអញ្ចឹងទៅតួប្រុសមានអារម្មណ៍មួយថារឿងអន់ចិត្តរឿងអីអញ្ចឹងទៅប៉ុន្តែតួស្រីហ្នឹងគឺមិនដែលបានអធិប្បាយប្រាប់តួប្រុសថារឿងមូលហេតុចេះអញ្ចឹងឲ្យអត់ប្រាប់សោះហើយតួប្រុសហ្នឹងក៏មានក្តីសុខចេះតែនេះទៅចេះតែរោរឿងតួស្រីប្រចាំទៅហើយតួស្រីនឹងធ្វើការភ្លេចបើនឹងគ្រប់3ខែហើយតួស្រីក៏បានដាក់រីសាញឈប់ណាហើយតួប្រុសនឹងអត់ឲ្យឈប់ទេតាមទៅដល់ផ្ទះដើម្បីឲ្យមកធ្វើការទៀតហើយតួស្រីនឹងក៏បាននិយាយថាខ្ញុំមិនធ្វើការជាមួយមនុស្សឈួតដោយលោកទេរោគចិត្តខ្ញុំហត់នឿយហើយពេលនេះហ្នឹងគឺប៉ាម៉ារបស់តួស្រីណាពេលដែលឃើញតួប្រុសពីក្មេងវត្តរហូតក្លាយទៅជាលោកប្រធានណាគេក៏បានមានការដឹងខុសហើយក៏ក្រែងចិត្តមែនទែនដោយសារតែធ្លាប់មើលងាយតួប្រុសថាជាក្មេងវត្តអីចឹងទៅហើយក៏បានធ្លាប់បខំឲ្យតួស្រីហ្នឹងគឺបែកពីតួប្រុសដើម្បីទៅរៀបការជាមួយតាចាស់អញ្ចឹងណាហើយតួប្រុសយើងក៏ធ្វើមិនដឹងធ្វើមិនលឺទៅធ្វើដូចអត់មានរឿងអីកើតឡើងអញ្ចឹងហើយប៉ាម៉ាត់របស់តួស្រីក៏មានអារម្មណ៍ថាក្រែងចិត្តជាខ្លាំងណាហើយតួស្រីហ្នឹងក៏បាននិយាយថាខ្ញុំមិនទៅធ្វើការវិញទេហើយតួប្រុសហ្នឹងពេលដែលវត្តតួស្រីបានទៅធ្វើការណាគេក៏បានមកលេងផ្ទះតួស្រីរាល់ថ្ងៃរហូតដល់ប៉ាម៉ាក់តួស្រីហ្នឹងក៏មានអារម្មណ៍មួយថាប្រហែលជាស្រឡាញ់ហើយអញ្ចឹងហើយប្រហែលជាគេនៅតែស្រឡាញ់គ្នាណាគាត់ថាបើដល់ស្រឡាញ់គ្នាគាត់អត់ហាមឃាត់ទេគឺយកវិញចុះប៉ុន្តែតួស្រីអត់យកដាច់ខាតហើយតួប្រុសណាពេលដែលថ្ងៃមួយហ្នឹងគឺប៉ាម៉ាក់តួស្រីអត់នៅទេប្អូនហ្នឹងក៏អត់នៅទេណាតួស្រីតែឯងនៅផ្ទះណាតួប្រុសហ្នឹងក៏បានទៅលេងហើយដល់ពេលទៅលេងហ្នឹងគឺតួស្រីហ្នឹង
ក៏បានដេញមកវិញប៉ុន្តែតួប្រុសនឹងអត់មកទេហើយតួប្រុសក៏បាននិយាយថាបើសិនជាមិនទៅធ្វើការខ្ញុំសុំមកលេងនៅនេះរាល់ថ្ងៃហេតុអីបានខឹងហើយពេលនេះតួស្រីបាននិយាយថាការងារលោកគោដូចភ្នំអញ្ចឹងហើយកុំមកលេងផ្ទះខ្ញុំអីខ្ញុំគ្មានពេលណាមកទទួលលោកទេហើយលោកជាប្រធានក្រុមហ៊ុនអញ្ចឹងហើយលោកមិនគួរណាមកចំណាយពេលជាមួយនឹងបុគ្គលិកតូចទាបដូចខ្ញុំឡើយហើយខ្ញុំក៏មិនមែនជាបុគ្គលិកក្រុមហ៊ុនរបស់លោកទៀតដែរខ្ញុំបានឈប់ដាក់ resign ឈប់ត្រឹមត្រូវអញ្ចឹងណាហើយតួប្រុសនិយាយថាទោះបីជាដាក់ resign ឈប់ហើយក៏ត្រូវមកលេងបានដែរព្រោះអីយើងធ្លាប់ជាសងសារចាស់នឹងគ្នាអញ្ចឹងណាហើយតួស្រីនិយាយថាឈួតនិយាយអីគ្មានចេះគិតអញ្ចឹងណាហើយពេលនឹងដែរហ្នឹងគឺចៃដនកន្លែងក្រុមហ៊ុនតួប្រុសហ្នឹងគឺមានអ្នកឈប់បន្ទាន់ក៏តួប្រុសហ្នឹងគឺបានទៅសុំតួស្រីម្ដងទៀតថាឲ្យសុំជួយធ្វើការតែមួយខែទៀតទេព្រោះអីគឺមកលោកបានមួយខែហ្នឹងប្រហែលជារើបុគ្គលិកបានហើយព្រោះឥឡូវហ្នឹងរើបុគ្គលិកភ្លាមហ្នឹងវាអត់បានហើយតួស្រីហ្នឹងក៏បានមកធ្វើការឲ្យតួប្រុសមួយខែទៀតទៅតែតួប្រុសរបស់យើងក៏នៅមានចិត្តគុំគួនជាមួយនឹងតួស្រីដែរនិយាយទៅគឺពេលដែលឃើញប្រុសមួយញ៉ែតួស្រីច្រើនអញ្ចឹងណាតួប្រុសនោះក៏ចាក់ខឹងតួស្រីទៀតហើយសួរនាំពីរឿងប្តីចាស់របស់តួស្រីក៏អត់ប្រាប់ទៀតហើយតួស្រីខឹងតួប្រុសទៀតហើយព្រោះអីចង់និយាយថាគេភ្លេចសួរមួយរយៈហើយឥឡូវមកសួរទៀតហើយតួស្រីក៏បាននិយាយថាបើនៅទៅសួរដដែលទៀតហ្នឹងគឺលើកហ្នឹងដល់អត់ទៅឆ្ងាយអញ្ចឹងណាហើយតួប្រុសហ្នឹងគឺពេលផឹកស្រាសវឹងអញ្ចឹងនឹកឃើញតួស្រីរៀបការអញ្ចឹងគេក៏នឹកឃើញខឹងតួស្រីទៀតហើយពេលដែលផឹកស្រាសវឹងហ្នឹងគឺពាក្យកដាត្រៀតណាគេក៏ចេញពីក្លឹបមកក៏ទៅឈោមកផ្ទះតួស្រីដើម្បីឲ្យតួស្រីនេះក៏បើកទ្វារឲ្យគេផងតែតួស្រីនេះក៏អត់ព្រមបើកទេតួប្រុសខឹងមែនទេនិយាយទៅគឺតួប្រុសរបស់យើងពេលដែលគាត់នឹកឃើញរឿងដែលតួស្រីរៀបការគាត់ក៏ខឹងតួស្រីពេលដែលគាត់អត់នឹកឃើញគាត់ក៏ធម្មតាចឹងទៅហើយចៃដន្យហ្នឹងគឺថ្ងៃមួយហ្នឹងគឺមានមនុស្សប្រុសម្នាក់ហ្នឹងគឺតាមស្រឡាញ់តួស្រីណាដល់កន្លែងធ្វើការណាតួប្រុសខឹងតួស្រីយ៉ាងខ្លាំងថារៀបការប្តីចាស់ហើយមានគេតាមញ៉ែអញ្ចឹងណាហើយតួប្រុសហ្នឹងក៏បានខឹងតួស្រីហ្នឹងក៏បានបញ្ជាឲ្យតួស្រីហ្នឹងគឺយកឯកសារមកឲ្យខ្លួននៅផ្ទះរបស់គេខាងភ្លើងអញ្ចឹងណាហើយភ្លើងហ្នឹងក៏បាននៅចាំនៅផ្ទះអញ្ចឹងទៅនិយាយទៅតួស្រីទៅដល់មុខផ្ទះតួប្រុសគឺភ្ញាក់ផ្អើលមែនទេព្រោះផ្ទះតួប្រុសមានផ្ទះទេលក្ខណៈចង់រីកជាវាំងបដ ாய் ហ្នឹងគឺវិឡាធំស្កឹមស្កៃយកតែមែនតែនហើយពេលនោះដែរតួស្រីក៏យកឯកសារទៅឲ្យតួប្រុសសញ្ញេណាហើយតួប្រុសរបស់យើងក៏បានចាប់តួស្រីនៅនឹងហើយក៏បានគេជាមួយតួស្រីទៅចាប់បង្ខំតួស្រីទៅឲ្យបានសម្រេចអញ្ចឹងណាហើយតួស្រីរបស់យើងថាខឹងយូរតែមែនតែនណាហើយក៏បាននិយាយថាបើសិនជាស្អប់ខ្ញុំហើយចាំបាច់មករករឿងខ្ញុំទៅស្អីចង់និយាយថាលោកជាមនុស្សល្អហើយក៏មកខ្វល់ជាមួយខ្ញុំមនុស្សអាក្រក់អញ្ចឹងណាតួស្រីនិយាយប៉ុន្តែតួប្រុសអត់ស្ដាប់ទេតែតួប្រុសគេក៏បានសួរតួស្រីថាហេតុអីបានតួស្រីនៅកំមុំពុំចារអីអញ្ចឹងណាហើយតួស្រីបាននិយាយថាវាជារឿងរបស់ខ្ញុំលោកមិនទាក់ទងអីទេខ្ញុំត្រូវការត្រឡប់ទៅវិញអញ្ចឹងណាហើយតួប្រុសហ្នឹងក៏បានចាប់តួស្រីណាតួស្រីវិញនិយាយពីថាឬដល់តែមែនទេណាហើយឬតើថាលេងតួប្រុសព្រមលេងដៃហើយតួស្រីហ្នឹងគឺរត់ចេញមកក្រៅហៅតាក់ស៊ីហ្នឹងគឺត្រឡប់ទៅផ្ទះវិញហើយតួស្រីនេះគេយំមែនទេព្រោះអី